សម្រាប់ខ្ញុំគឺចូលចិត្តមែនតែនតែម្ដងជំរាបសួរពុកម៉ែបងប្អូនចាសម្រាប់ខ្ញុំគឺចូលចិត្តមែនតែនតែម្ដងបងប្អូនហើយចាជាមួយនឹងបុកល្ហុងនេះឯងចាបុកល្ហុងបុកមីចាមីស៊ូអីហ្នឹងគឺមកចាប់តែម្ដងបងប្អូនបើមិនជាយើងមានទឹកជ្រលក់បែបនេះហើយបងប្អូនចាគឺអត់ពិបាកក្នុងការធ្វើទេធ្វើឲ្យច្រកកែវទុកបងប្អូនរក្សាទុកបានយូរទៀតពេលចង់ញ៉ាំបុកល្ហុងពេលណាចាទាញតែទឹកប្រហុកកាពិនេះមកគឺយើងអាចធ្វើញ៉ាំបានហើយបងប្អូនមកមើលគ្រឿងផ្សំតោះហើយសម្រាប់គ្រឿងផ្សំវិញគឺងាយៗទៀតមានតែអំបិលទុំប្រហុកខ្ទឹមសម្នាស់ចាជាមួយនឹងស្ករត្នោតហើយនឹងកាពិបន្តិចមកបងប្អូនចាគឺគ្រឿងផ្សំបែបងាយៗហើយលឿនទៀតហើយធ្វើឲ្យរក្សាទុកបានយូរតែម្ដងបន្ទាប់ពីមានគ្រឿងផ្សំឲ្យរួចរាល់ណាបងប្អូនចាជាដំបូងហ្នឹងសម្រាប់ខ្ទឹមសគឺខ្ញុំយកមកប្រឡេះបែបនេះមកបងប្អូនចាហើយយើងអត់បាច់ច្រាំអីទេគឺគ្រាន់តែដំវាឲ្យបែកបន្តិចទៅគឺបានហើយបងប្អូនចាហើយបើសិនជាបងប្អូនអត់ដំទេចាយើងដាក់ទាំងមូលក៏បានដែរតែសម្រាប់ខ្ញុំដំបន្តិចទៅដើម្បីឲ្យវាមានក្លិនឈ្ងុយសម្រាប់ខ្ទឹមសគឺខ្ញុំប្រើចំនួន2ដុំបន្ទាប់ពីដំខ្ទឹមសឲ្យរួចរាល់ណាបងប្អូនចាគឺខ្ញុំយកមកនាស់នេះមកចិតហើយសម្រាប់ម្នាស់នេះលាងទឹកឲ្យស្អាតហើយចិតជាកង់បែបនេះបងប្អូនបើសិនជាបងប្អូនអត់ចង់ដាក់ទាំងសំបកដូចខ្ញុំទេបងប្អូនអាចចិតសំបកបានតែមិនបាច់ចិតភ្នែកវាទេហើយអាចហាន់ជាតូចចំណិតតូចក៏បានដែរតែខ្ញុំហាន់បែបក្រាស់ហើយគឺខ្ញុំអត់ចិតសំបកចេញទេគឺខ្ញុំដាក់ទាំងសំបកតែម្ដងបន្ទាប់ពីធ្វើគ្រឿងផ្សំឲ្យរួចរាល់បងប្អូនចាជាដំបូងគឺខ្ញុំចាប់ផ្ដើមយកខ្ទឹមសហ្នឹងមកលីងឲ្យឡើងឈ្ងុយបែបនេះមកចាបន្ទាប់ពីខ្ទឹមសខ្ញុំឡើងឈ្ងុយហើយគឺខ្ញុំចាប់ផ្ដើមដាក់ស្ករត្នោតនេះគឺខ្ញុំយកមកកូរឲ្យឡើងពណ៌ក្រហមណាបងប្អូនហើយសម្រាប់ស្ករត្នោតគឺខ្ញុំដាក់រាងច្រើនបន្តិចបងប្អូនបើសិនជាបងប្អូនអត់មានស្ករត្នោតយើងអាចប្រើជាមួយនឹងស្ករសក៏បានដែរតែគ្រាន់តែថាពេលដែលយើងប្រើជាមួយនឹងស្ករត្នោតទៅវាធ្វើឲ្យទឹកបុកសម្រាប់បុកល្ហុងរបស់យើងវាឡើងឈ្ងុយតែម្ដងបញ្ចូលសម្លេងចាំងជាប់មាត់បងប្អូនចាបន្ទាប់មកគឺចាប់ផ្ដើមកូរឲ្យឡើងក្រហមបែបនេះបងប្អូនបន្ទាប់ពីកូរស្ករត្នោតហើយនឹងខ្ទឹមក្រហមឡើងក្រហមឈ្ងុយបែបនេះហើយគឺខ្ញុំចាប់ផ្ដើមដាក់ប្រហុកចូលតែម្ដងសម្រាប់ប្រហុកនេះគឺខ្ញុំអត់បានថ្លឹងចំនួនប្រមាណទេគឺខ្ញុំស្មានយកអញ្ចឹងណាហើយសម្រាប់ប្រហុកនេះគឺខ្ញុំប្រើជាមួយនឹងប្រហុកកូនត្រីចង្វាបងប្អូនចាពេលដែលខ្ញុំកូរប្រហុកសັບច្បល់ចូលគ្នាជាមួយនឹងស្ករហើយខ្ញុំចាប់ផ្ដើមដាក់កាពិតែម្ដងបន្ទាប់ពីកូរប្រហុកហើយរួចរាល់គឺខ្ញុំចាប់ផ្ដើមដាក់កាពិចូលតែម្ដងបងប្អូនចាគឺខ្ញុំកូរកាពិឲ្យសព្វហើយគឺខ្ញុំចាប់ផ្ដើមដាក់អំបិលទុំចូលសម្រាប់អំបិលទុំហ្នឹងពេលដែលខ្ញុំដាក់ហ្នឹងគឺខ្ញុំថតដែរតែអត់ជាប់អញ្ចឹងណាបងប្អូនចាពេលដែលដាក់ចូលគ្រឿងសព្វចូលគ្នាអស់ហើយទើបខ្ញុំចាប់ផ្ដើមដាក់ប៊ីចេងសម្រាប់ប៊ីចេងខ្ញុំប្រើរាងដិតបន្តិចឲ្យបងប្អូនដោយសារតែសម្រាប់យើងធ្វើទឹកប្រហុកកាពិបុកល្ហុងហ្នឹងបងប្អូនបើសិនជាយើងធ្វើរាងសាបរាងស្ទើររសជាតិគឺរសជាតិអត់ដិតគឺអត់ឆ្ងាញ់ទេបងប្អូនពេលដែលយើងយកមកបុកល្ហុងមកវាធ្វើឲ្យរសជាតិអត់ឆ្ងាញ់បើយើងធ្វើរាងដិតបន្តិចមកពេលដែលយើងដាក់បន្លែដាក់បុកល្ហុងហ្នឹងទៅគឺវារសជាតិឆ្ងាញ់តែម្ដងហើយបើបានទឹកកាពិបុកល្ហុងធ្វើទុកអញ្ចេះបងប្អូនចាងាកបុកល្ហុងងាកបុកមីចាបងប្អូនណាខ្លះចូលចិត្តដូចខ្ញុំបន្ទាប់មកគឺខ្ញុំចាប់ដើមចាក់ទឹកចូលតែម្ដងទឹកគឺខ្ញុំប្រើរាងច្រើនបន្តិចបងប្អូនដោយសារតែខ្ញុំត្រូវការរម្ងាស់វាប្រហែលជា1ម៉ោងកន្លះអីព្រោះដើម្បីឲ្យម្នាស់របស់យើងហ្នឹងចេញជាតិចូលទៅក្នុងទឹកសម្រាប់បុកល្ហុងហ្នឹងតែម្ដងហើយសម្រាប់ទឹកបុកល្ហុងនេះដែរបងប្អូនចាបើសិនជាយើងរម្ងាស់អញ្ចេះទោះបីរម្ងាស់យ៉ាងណាក៏វាអត់ខាប់ដែរតែសម្រាប់ខ្ញុំចង់ឲ្យទឹកបុកល្ហុងរបស់ខ្ញុំហ្នឹងគឺវារៀងខាប់បន្តិចអញ្ចឹងខ្ញុំប្រើជាមួយនឹងម្សៅឆាបន្តិចខ្ញុំលូចម្សៅឆាបន្តិចខ្ញុំដាក់ម្សៅឆានៅក្នុងកូនចានហើយខ្ញុំដាក់ទឹកកូរហើយទៅខ្ញុំចាក់ចូលជាមួយនៅក្នុងទឹកប្រហុកហ្នឹងតែម្ដងបងប្អូនចាអញ្ចឹងធ្វើឲ្យទឹកប្រហុករបស់យើងរៀងខាប់បន្តិចណាបងប្អូនបន្ទាប់ពីឆ្អិនហើយរួចរាល់បិទភ្លើងគឺខ្ញុំចាប់ផ្ដើមយកកត្រងមកត្រងបែបនេះបងប្អូនពេលដែលត្រងហើយទៅខ្ញុំចាប់ផ្ដើមយកមកចាក់នៅក្នុងកែវថ្មបងប្អូនគឺរក្សាទុកបានយូរចាហើយសម្រាប់បងប្អូនដែលចូលចិត្តបុកល្ហុងចូលចិត្តបុកមីអីចាកុំភ្លេចធ្វើជាមួយនឹងទឹកជ្រលក់ទឹកប្រហុកបែបនេះណាបងប្អូនចាគឺរក្សាទុកបានយូរហើយពេលចង់ញ៉ាំពេលណាគឺយើងអាចធ្វើញ៉ាំតែម្ដងអរគុណសម្រាប់បងប្អូនទស្សនាជម្រាបលាបាយបាយ